លោកសុងសរិទ្ធបានដឹកនាំសមាជិកសមាជិកាសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យចូលរួមយុទ្ធនាការពន្លកបៃតងក្រោមការឧបត្ថម្ភកូនឈើពីអាយដាមបណ្ឌិតអៀងសាផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលថ្ងៃអាទិត្យ13ខែមិញឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ដែលត្រូវនឹងថ្ងៃទី15ខែកុម្ភៈឆ្នាំ2026សមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យដែលទទួលការអនុវត្តណែនាំដោយរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយអាយដាមខុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមូលដ្ឋានទីក្រុងភ្នំពេញគឺជាទីក្រុងនៃពណ៌បៃតងប្រកបដោយផាសុកភាពសូមគាំទ្រនិងចូលរួមក្នុងយុទ្ធនាការពន្លកបៃតងអាយដាមបណ្ឌិតអៀងសាផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានសមាគមសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានយកកូនឈើចំនួន100ដើមក្នុងចំណោម 2000 ដើមមានបេងនាងនួនច័ន្ទគិរីកកោះក្រោមការឧបត្ថម្ភពីអាយដាមបណ្ឌិតអៀងសាផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានមកដាំក្នុងបរិវេណវត្តឈូវ៉ាមួយខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាយើងចូលរួមដាំដើមឈើនិងថែរក្សាការពារព្រៃឈើដើម្បីជាផលប្រយោជន៍ដ៏មានសារៈសំខាន់សម្រាប់មនុស្សជាតិនិងកូនចៅយើងជំនាន់ក្រោយយើងរួមគ្នាដាំដើមឈើដើម្បីកូនចៅយើងទាំងអស់គ្នា